ជ្រាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបអគារលេខទី15ហើយខាងក្រៅនេះគឺជាសកម្មភាពរបស់ក្រុមការងារមន្ទីរភិបាលក្មេងជាលង្ហេជាមួយនឹងខាងសហគ្រាសស្ត្រីព្រមទាំងបងប្អូនដែលរស់នៅក្នុងខេត្តសៀមរាបផ្ទាល់គឺពួកគាត់បានមកធ្វើការបរិច្ចាគឈាមដើម្បីបម្រុងទុកសង្គ្រោះដល់បងវរៈកងទ័ពនិងបងប្អូនជនភៀសសឹកដែលពួកគាត់កំពុងតែត្រូវការដូច្នេះក្នុងនាមខ្ញុំជាជនជាតិខ្មែរនឹងជំនួសឲ្យបងប្អូនខ្មែរសូមធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមជាស្មារតីតែមួយមិនថាជាការបរិច្ចាគឈាមមិនថាជាការផ្ដល់ស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ផ្សេងៗសូមមេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះដល់ប្រទេសជាតិយើងហើយខ្ញុំក៏សូមជម្រាបជូនបងប្អូនដែរថាការទទួលបរិច្ចាគឈាមនេះគឺយើងមិនមែនមានត្រឹមតែនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះទេប៉ុន្តែយើងមានរហូតដល់3ទីតាំងដែលទីតាំងទី1គឺនៅទីនេះផ្ទាល់ទីតាំងទី2គឺនៅមន្ទីរពេទ្យកំពែបុប្ផានិងទីតាំងទី3គឺនៅពេទ្យកម្មាអង្គរជាងបងប្អូនអាចទៅទីតាំងមួយណាក៏បានដើម្បីកុំជៀសវាងថាយើងមកទីតាំងនេះទាំងអស់គ្នាបុកមកខ្លាំងពេកដែលពិបាកក្នុងការគ្រប់គ្រងហើយចំពោះអំឡុងពេលនេះយើងទាំងអស់គ្នាប្រៀបបានដូចជាកងទ័ពជួរក្រោយដែលយើងគ្រប់គ្រងលើកទឹកចិត្តទៅដល់បងដែលជាវីរៈជនកងទ័ពជួរមុខតែកំពុងតែឈរលើបន្ទាត់ព្រំដែនក្នុងការការពារបូរណភាពទឹកដីនិងយកចែកចំណេះជូនប្រទេសជាតិយើងកម្ពុជាមិនត្រូវការសង្គ្រាមកម្ពុជាត្រូវការសន្តិភាពចូលរួមបរិច្ចាគឈាមថ្ងៃនេះដើម្បីជួយសង្គ្រោះប្រទេសជាតិយើង